ជំរាបសួរពុកម៉ែបងប្អូនអមពុំមិញយាយតាទាំងអស់គ្នាដែលតាមដាននិងទស្សនារាល់វីដេអូរបស់ខ្ញុំបាទដែលផ្សាយចេញទៅនិយាយអំពីឱសថបុរាណខ្មែរបាទហើយពេលនេះម៉ោងនេះគឺខ្ញុំកំពុងតែកាប់ជាមួយនឹងថ្នាំហាលបាទថ្នាំនេះគឺមានថ្នាំដើម5តម្លឹងបាទសម្រាប់យកទៅធ្វើថ្នាំកាពះថ្នាំពោះវៀនក៏បានបាទថ្នាំតម្រងនោមក៏បានបាទនេះគឺបាទមើមយិនសិនបាទមើមយិនសិនស្លឹកកបាសបាទហើយខាងនោះបាទគឺហើយលឹងអេសូបាទលឹងអេសូនេះគឺខ្ញុំថតប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងហើយបាទហើយក៏យិនសិនស្លឹកកបាសនេះក៏ខ្ញុំធ្លាប់ថតបាទជូនពុកម៉ែបងប្អូនទស្សនាដែរហើយសម្រាប់ជំងឺដែលត្រូវនឹងយិនសិនហ្នឹងគឺថ្នាំបរោះបាទរោគស្ត្រីក៏ដូចជាបាទស្ត្រីរក្សាសម្រស់ឲ្យកាន់តែស្អាតបាទឲ្យក្មេងជាងវ័យគឺយិនសិននឹងបាទពុកម៉ែបងប្អូនណាហ្នឹងហើយហ្នឹងយិនសិនបាទយិនសិនស្លឹកពួរស្វាយបាទស្លឹកពួរស្វាយគឺមានតែប៉ុណ្ណឹងដោយសារតែខ្ញុំកាប់មិនទាន់អស់ពុកម៉ែបងប្អូនណាហ្នឹងហើយមានច្រើនទៀតដែលខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនយិនសិននេះវាមាន3ប្រភេទយិនសិនស្លឹកស្វាយយិនសិនស្លឹកកបាសហើយយិនសិនបាទផ្លូវមាន់ពុកម៉ែបងប្អូនណាហ្នឹងហើយការប្រើប្រាស់របស់វាគឺវាជួយជាមួយនឹងសម្រស់នារីឲ្យកាន់តែស្អាតបាទឲ្យក្មេងជាងវ័យបាទហើយបន្តិចទៀតខ្ញុំនឹងថតបាទមួយជូនពុកម៉ែបងប្អូនទស្សនាហើយនេះគឺបញ្ញាក្អែកដើមសកែបាទដែលខ្ញុំបានហាលបាទពុកម៉ែបងប្អូនណាចង់បានអាចទំនាក់ទំនងជាមួយខ្ញុំបានហ្នឹងហើយបន្ទាប់ពីដើមសកែនេះក៏ខ្ញុំធ្លាប់ប្រាប់ដែរត្រូវនឹងជំងឺអីពុកម៉ែបងប្អូនអាចទៅមើលវីដេអូចាស់របស់ខ្ញុំបានដែលខ្ញុំបាទផ្សាយជូនជាមួយនឹងដើមសង្កែបាទហើយខាងនោះបាទគឺបាទមើមប្រប្រក់ភ្នំដែលខ្ញុំបានចិត្តហាមើមប្រប្រក់ភ្នំនេះត្រូវជំងឺសរសៃបាទជំងឺសរសៃមិនថាពុកម៉ែបងប្អូនក្រិចថ្លោះឬក៏ស្លាប់មួយចំនួនខ្លួនហើយជាពិសេសហ្នឹងគឺថ្នាំអ្នកខ្សោយបាទបញ្ហាតាក់ទងជាមួយនឹងផ្លូវភេទបាទហើយនេះយិនសិនផ្លូវមាន់បាទយិនសិនផ្លូវមាន់នេះគឺខ្ញុំបានរកក្រោយគេបាទហើយលឹងអេសូនេះវារបៀបដូចមើមការ៉ុតមើមតឡូអញ្ចឹងពុកម៉ែបងប្អូនណាយើងយកមកចិត្តហាវារាងក្រសម្ងួតបន្តិចពុកម៉ែបងប្អូនណាហ្នឹងហើយមានថ្នាំជាច្រើនផ្សេងទៀតដែលខ្ញុំបានហាលប៉ុន្តែវាស្ងួតបានបណ្ដើឲ្យពុកម៉ែបងប្អូនណាហ្នឹងហើយអ្នកណាត្រូវការចង់បានអាចតំណតំណងជាមួយខ្ញុំបានលក់ក្នុងតម្លៃធូរថ្លៃជូនពុកម៉ែបងប្អូនទេដើម្បីឲ្យពុកម៉ែបងប្អូនយកទៅប្រើប្រាស់ព្យាបាលជំងឺព្យាធិនៅក្នុងខ្លួនបាទជាមួយនឹងជំងឺសរសៃក្តីជំងឺតម្រងនោមក្តីជំងឺកាពះក្តីជំងឺពោះវៀនក្តីឬក៏ជំងឺផ្សេងហើយជាពិសេសគឺជំងឺតាក់ទងជាមួយនឹងប្រភេទអំពើអំពាន់ក៏ខ្ញុំមានដែរពុកម៉ែបងប្អូនណាហ្នឹងហើយមានធ្វើជូនហ្នឹងហើយនេះគឺពុកម៉ែបងប្អូនប្រហែលជាស្គាល់ហើយបាទស្គាល់ហើយនេះហៅថាស្លឹកត្រចៀកដំរីបាទស្លឹកត្រចៀកដំរីនេះគឺពុកម៉ែបងប្អូនខ្ញុំមានច្រើនបាទមានច្រើនណាស់ពុកម៉ែបងប្អូនណាហ្នឹងហើយអ្នកណាចង់បានអាចតំណែងតំណងជាមួយខ្ញុំបានហ្នឹងហើយបន្ទាប់ពីស្លឹកនោះគឺវល្លិរបស់វាបាទវល្លិរបស់វាយើងទៅហាលបានតែមួយថ្ងៃទេមិនទាន់ស្ងួតទេហើយពុកម៉ែបងប្អូនអ្នកណាដែលមានបញ្ហាថ្លើមបញ្ហាកាពះបញ្ហាបាទលើសចិត្តស្គរ A1C ឡើងខ្ពស់បាទលឹកត្រចៀកដំរីនេះក៏ជួយកាត់បន្ថយជំងឺអស់ទាំងនោះបានដែរជាពិសេសគឺថ្លើមគឺព្យាបាលដាច់ 100% តែម្ដងបាទជាមួយនឹងស្លឹកត្រចៀកដំរីវល្លិត្រចៀកដំរីនេះណាពុកម៉ែបងប្អូនណាហ្នឹងនេះដើមហើយអាម៉ាញ់ដែលខ្ញុំបង្ហាញមាញ់នេះគឺស្លឹកពុកម៉ែបងប្អូនហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាជួយគ្រប់គ្រងឱសថបុរាណខ្មែរយើងបាទអរគុណបាយ